វិរៈគឺជាបុគ្គលិកក្រុមហ៊ុនម្នាក់ដែលរវល់នឹងការងាររហូតដល់ភ្លេចមើលម៉ោងនៅយប់ថ្ងៃសុក្រមួយក្នុងខេត្តដាច់ស្រយាលមួយនៃភាគឦសានប្រទេសកម្ពុជាវីរៈត្រូវធ្វើដំណើរត្រឡប់មកភ្នំពេញវិញជាប្រញាប់ដោយសារតែការងារយឺតយ៉ាវគាត់បានខកខានឡានក្រុងជើងធម្មតាហើយសល់តែឡានក្រុងចុងក្រោយគេបង្អស់ដែលនឹងចេញដំណើរនៅវេលាម៉ោង 11 យប់នៅពេលវីរៈធ្វើដំណើរដល់បេនឡានភាពស្ងាត់ជ្រងំបានគ្របដណ្ដប់គ្រប់ទិសទីអំពូលភ្លើងក្នុងបេនភ្លឹបភ្លែតហាក់ដូចជាចង់ដាច់ឡានក្រុងពណ៌សចាស់មួយបានមកឈប់នៅពីមុខគាត់វាពិតជាកញ្ចាស់ខ្លាំងណាស់រហូតដល់ឮសំឡេងម៉ាស៊ីនយំធ្ងរដូចមនុស្សឈឺវីរៈឡើងលើឡានរួចហុចលុយឲ្យអ្នកលក់សម្បុត្រដែលអង្គុយនៅជិតមាត់ទ្វារអ្នកលក់សម្បុត្រនោះពាក់មួកបិទមុខជិតមិននិយាយស្ដីសូម្បីតែមួយម៉ាត់គ្រាន់តែហុចសម្បុត្រដែលមានពណ៌លឿងស្លេកឲ្យគាត់តែប៉ុណ្ណោះក្នុងឡានមានអ្នកដំណើរប្រហែល 4 ទៅ 5 នាក់ទៀតម្នាក់អង្គុយស្ងៀមលាក់មុខក្នុងភាពងងឹតវីរៈខំដើរទៅរកកៅអីលេខ 13 ដែលនៅជិតបង្អួចផ្នែកខាងក្រោយក្លិនក្នុងឡាននោះពិតជាចម្លែកខ្លាំងណាស់វាជាក្លិនលាយឡំគ្នារវាងក្លិនផ្កាម្លិះនិងក្លិនស្អុយរលួយដូចសាកសពដែលគេបង្អាប់ទុកជាយូរថ្ងៃឡានក្រុងចាប់ផ្ដើមចេញដំណើរយឺតនៅខាងក្រៅបង្អួចមានតែភាពងងឹតឈឹងនិងដើមឈើធំដែលមើលទៅដូចជាដៃខ្មោចកំពុងលូកមកចាប់ឡានមិនយូរប៉ុន្មានភ្លៀងក៏ចាប់ផ្ដើមធ្លាក់ខ្លាំងបក់បោកលើកញ្ចក់ឡានដូចជាមាននរណាម្នាក់យកដុំថ្មមកគប់អញ្ចឹងស្រាប់តែវីរៈមានអារម្មណ៍ថាត្រជាក់ស្រាប់នៅពីខាងក្រោយគាត់ក៏បានងាកទៅមើលប៉ុន្តែគ្មាននរណាម្នាក់នៅកៅអីក្រោយរបស់គាត់ឡើយប៉ុន្តែនៅពេលដែលពន្លឺភ្នែកបន្ទោលជះមកគាត់បានឃើញស្រមោលម្នាក់ឈរនៅកណ្ដាលផ្លូវដើរនៅក្នុងឡានជាស្ត្រីម្នាក់ស្លៀកពាក់សសក់វែងអន្លាយគ្របមុខបាត់នាងឈរថេងថងទៅតាមសន្ទុះរបស់ឡានប៉ុន្តែជើងរបស់នាងមិនប៉ះនឹងឥដ្ឋរបស់ឡានឡើយវីរៈភ័យញ័រពេញខ្លួនគាត់ព្យាយាមសួរទៅអ្នកដំណើរម្នាក់ទៀតដែលអង្គុយនៅកៅអីខាងមុខគាត់បងមានឃើញស្ត្រីម្នាក់នោះទេបុរសម្នាក់នោះងាកមកមើលគាត់ដោយយឺតវីរៈសឹងតែគាំងបេះដូងស្លាប់ព្រោះមុខរបស់បុរសនោះគ្មានភ្នែកគ្មានច្រមុះមានតែរន្ធមាត់ធំមួយដែលកំពុងហូរឈាមខ្មៅឯងចង់ទៅណាផ្លូវនេះគ្មានឡានត្រឡប់ទៅក្រោយទេវីរៈព្យាយាមរត់ទៅកៅអីតកង់ឡានដើម្បីឲ្យគេឈប់នៅពេលដែលគាត់ទៅដល់កន្លែងតកង់ឡានគាត់ឃើញតកង់ឡានកំពុងបើកបរដោយគ្មានក្បាលដៃដែលកំពុងកាន់ចង្កូតនោះគឺសល់តែឆ្អឹងតែប៉ុណ្ណោះវីរៈក្រឡេកទៅមើលកញ្ចក់នៅខាងក្រោយគាត់ស្រាប់តែឃើញរូបភាពខ្លួនឯងនៅក្នុងកញ្ចក់ខ្លួនប្រាណរបស់គាត់កំពុងស្អុយរលួយមានដង្កូវវាចេញមករំពេចនោះគាត់ក៏បាននឹកឃើញរឿងរ៉ាវកាលពី2 ម៉ោងមុនគាត់បានជិះម៉ូតូឌុបមកបេនឡានក្នុងល្បឿនលឿនហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយឡានដឹកទំនិញនៅមាត់ច្រកចូលបេនឡានតាមការពិតទៅគាត់មិនបានឡើងឡានក្រុងទេប៉ុន្តែវិញ្ញាណរបស់គាត់ទេដែលត្រូវបានឡានក្រុងខ្មោចនេះដឹកយកទៅភពមរណៈឡានក្រុងក៏បានបើកចូលទៅក្នុងអាប់ពណ៌សយ៉ាងក្រាស់សម្រែកយំស្រែករបស់អ្នកដំណើរដែលជាប្រលឹងវង្វេងផ្លូវបានបន្លឺឡើងពេញឡានបានដឹងខ្លួនថាគាត់លែងមានផ្លូវត្រឡប់ទៅវិញហើយគាត់ក៏បានអង្គុយចុះនៅលើកៅអីលេខ 13 វិញរួចសម្លឹងមើលទៅខាងក្រៅបង្អួចនៅខាងក្រៅគាត់ឃើញរាងកាយរបស់គាត់កំពុងត្រូវបានគេលើកដាក់ក្នុងឡានពេទ្យនៅកន្លែងកើតហេតុខណៈដែលវីរៈកំពុងសម្លឹងមើលរាងកាយរបស់ខ្លួនដែលគ្មានវិញ្ញាណរបស់ខ្លួននៅតាមបង្អួចឡានសំឡេងដើរស្រាប់យឺតបានបន្លឺឡើងនៅខាងមុខឡានគឺជាបុរសម្នាក់ដែលពាក់មួកបិទមុខជិតនោះឯងគេកំពុងដើរប្រមូលសម្បត្តិពីអ្នកដំណើរម្នាក់នៅពេលដែលគេដើរមកដល់កៅអីរបស់អ្នកដំណើរម្នាក់គេមិនមែនហុចដៃយកសម្បត្តិនោះទេប៉ុន្តែគេបានលូកដៃចូលទៅក្នុងទ្រូងរបស់អ្នកដំណើរនោះរួចទាញយកពន្លឺពណ៌ខៀវស្រងាត់មួយចេញមកអ្នកដំណើរម្នាក់ដែលត្រូវគេដកពន្លឺនោះចេញប្រែជាស្ងួតក្រៀមក្រំដូចជាឈើងាប់រួចរលាយបាត់ទៅក្នុងកៅអីរបស់ឡានវីរៈភ័យខ្លាំងណាស់គាត់ព្យាយាមលាក់សម្បត្តិពណ៌លឿងនោះក្នុងហៅប៉ៅប៉ុន្តែសម្បត្តិនោះស្រាប់តែប្រែទៅជាក្តៅដោយរងើកភ្លើងនៅពេលដែលគាត់ដកចេញមកមើលអក្សរនៅលើសម្បត្តិនោះបានបដូរទៅជាលេខរៀងរាប់ថយក្រោយនៃនីតិរាងកាយរបស់គាត់នឹងត្រូវស្លាប់ពិតប្រាកដនៅក្នុងមន្ទីរពេទ្យ0300 0259 0258 0257 0256
នេះគឺជានីតិចុងក្រោយរបស់គាត់ឡានក្រុងបានឈប់ងក់នៅមុខខ្លោងទ្វារវត្តចាស់បែកបាក់មួយដែលហ៊ុំព័ទ្ធដោយដើមពោធិ៍ធំប៉ុន្តែវាមិនមែនជាវត្តធម្មតានោះទេព្រោះនៅជុំវិញខ្លោងទ្វារមានសុទ្ធតែរូបចម្លាក់យមរាជនិងខ្មោចប្រែតដែលហាក់ដូចជាមានជីវិតអ្នកលក់សម្បត្តិមកឈរមើលនៅពីមុខវីរៈគេក៏បានដោះមួកចេញបង្ហាញឲ្យឃើញមុខមាត់ដែលគ្មានស្បែកមានតែសាច់ដុំក្រហមឆ្អៅនិងភ្នែកដែលលៀនចេញមកក្រៅគេនិយាយដោយសំឡេងក្រហមថាសម្បត្តិរបស់អ្នកដល់ម៉ោងហើយបើអ្នកមិនចុះនៅទីនេះទេអ្នកនឹងត្រូវជិះឡាននេះជារៀងរហូតគ្មានថ្ងៃត្រឡប់ក្រោយឡើយវីរៈក្រឡេកទៅមើលសម្បត្តិក្នុងដៃលេខរាប់ថយក្រោយនៅសល់តែ00:10 វិនាទីគាត់ដឹងថាបើលេខនេះចុះដល់0នោះរាងកាយលោកីរបស់គាត់នឹងត្រូវដាច់ខ្យល់ស្លាប់ពិតប្រាកដមែនគាត់ត្រូវតែសម្រេចចិត្តរវាងការដើរចូលទៅក្នុងខ្លោងទ្វារវត្តមរណៈឬក៏ត្រឡប់ទៅរកដង្ហើមចុងក្រោយរបស់គាត់វិញដោយក្តីប្រាថ្នាចង់រស់វីរៈមិនបានចុះតាមអ្នកលក់សម្បត្តិនោះទេប៉ុន្តែគាត់ក៏បានសម្រេចចិត្តលោតចេញតាមបង្អួចឡានក្រុងនោះដែលកំពុងបើកបរចូលទៅក្នុងអាប់ដកខ្មៅងងឹតនៅពេលដែលខ្លួនរបស់គាត់ប៉ះទៅនឹងដីពិភពលោកទាំងមូលប្រែជាវិលមុខនិងងងឹតសូន្យឈឹងសំឡេងស៊ីផ្លេឡានក្រុងខ្មោចបន្លឺឡើងជាលើកចុងក្រោយរួចក៏បានរលាយបាត់ទៅទឺតជាសំឡេងវាស់ម៉ាស៊ីនចង្វាក់បេះដូងបន្លឺឡើងវីរៈបើកភ្នែកឡើងយឺតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់គ្រូពេទ្យនិងគិលានុបដ្ឋាយិកាកំពុងជួយសង្គ្រោះគាត់មានអារម្មណ៍ថាដង្ហើមរបស់គាត់អាចនឹងត្រឡប់មកវិញហើយបន្ទាប់ពីសម្រាប់ព្យាបាលអស់រយៈពេលជាច្រើនខែវីរៈក៏បានត្រឡប់មកផ្ទះវិញគាត់គិតថាអ្វីគឺសុទ្ធតែជាសុបិនអាក្រក់ដែលកើតឡើងចេញពីការប៉ះទង្គិចក្បាលរបស់គាត់យ៉ាងខ្លាំងតែប៉ុណ្ណោះប៉ុន្តែនៅថ្ងៃមួយខណៈពេលដែលគាត់កំពុងបោកខោអាវដែលគាត់បានពាក់នៅយប់ថ្ងៃកើតហេតុនោះគាត់បានលូកដៃចូលទៅក្នុងហោប៉ៅអាវធំនោះរួចទាញបានក្រដាស់មួយសន្លឹកវាគឺជាសម្បត្តិពណ៌លឿងស្លេកនោះឯងប៉ុន្តែអ្វីដែលធ្វើឲ្យគាត់រន្ធត់រហូតដល់ធ្លាក់ក្រដាស់ចេញពីដៃនោះគឺអក្សរនៅលើសម្បត្តិនោះបានបដូរជាសម្បត្តិជើងត្រឡប់សម្រាប់យប់ថ្ងៃសុក្រខាងមុខយើងនឹងទៅទទួលអ្នកវិញនៅខាងក្រៅផ្ទះសំឡេងស៊ីផ្លេឡានក្រុងល្វើយបានពន្លឺឡើងពីចម្ងាយទោះបីជាផ្ទះរបស់គាត់ដែលមិនសូវមានឡានក្រុងបើកាត់ក៏ដោយអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានស្ដាប់សាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងសម្រាប់សាច់រឿងមួយនេះប្រហែលជាអាចនឹងមានវគ្គបន្តទៀតអញ្ចឹងខ្ញុំសង្ឃឹមថាលើក្រោយបងប្អូនអរគ្នានឹងរងចាំស្ដាប់បន្តទៀតថាតើរឿងរ៉ាវនឹងទៅជាយ៉ាងណាដែលត្រូវនឹងកើតឡើងនៅថ្ងៃសុក្របន្តទៀតអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានស្ដាប់សាច់រឿងមួយនេះសូមបងប្អូនអរគ្នាមេត្តាជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងអរគុណច្រើនជម្រាបលាបងប្អូនអរគ្នាបាយបាយ